អ្នកមោតាសាកម្លាំងធាតុទាំង4ចូលបង្កើតជាជញ្ជាំងការពារអ្នកមោតាសាកម្លាំងធាតុកាលពីយូរលង់ណាស់មកហើយនៅចន្លោះជួរភ្នំដងរែកដ៏ខៀវស្រងាត់មានភូមិមួយឈ្មោះថាភូមិត្នោតទេអ្នកភូមិរស់នៅយ៉ាងសុខសាន្តក្រោមសម្បត្តិមហិទ្ធិឫទ្ធិមួយបុព្វបុរសរបស់ពួកគេបានសន្យាជាមួយអ្នកការពារភ្នំដែលជាអតីតមេតបការពារទឹកដីនៅតំបន់ជួរភ្នំដងរែកអ្នកភូមិអាចអាស្រ័យផលព្រៃឈើបានតែហាមដាច់ខាតមិនឲ្យប៉ះពាល់ដល់សត្វព្រៃដែលមានសញ្ញាផ្កាយនៅលើក្បាលឬដងខ្លួនឡើយសោកជាព្រានព្រៃវ័យក្មេងរស់នៅក្នុងភូមិស្ថានភាពគ្រួសាររបស់សោកមានជាភាពក្រខ្សត់រស់នៅជាមួយម្ដាយជរាការដែលគ្មានឪពុកជាបង្អែកតាំងពីតូចធ្វើឲ្យគេមានអារម្មណ៍ត្រូវតែរឹងមាំនិងត្រូវរឹកប្រាក់ឲ្យបានច្រើនតាមគ្រប់មធ្យោបាយដើម្បីបង្កើតមុខមាត់គ្រួសារនិងមិនឲ្យអ្នកភូមិមើលងាយកុំភ្លេចសម្បត្តិណាសាច់ណាមានសញ្ញាតែកុំប៉ះពាល់វាមិនមែនជាសត្វធម្មតានោះទេសម្បត្តិឈួតឡប់លោកតាមេភូមិគិតតែពីខ្លាចរឿងចាស់កម្រិលចាំមើលចូលព្រៃលើកនេះចុះបើបានជួបសត្វព្រៃដែលមានភ្លុកឬស្នែងស្អាតទោះមានសញ្ញាផ្កាយក៏ដោយខ្ញុំនឹងបាញ់វាដែរបើបាញ់បានយកទៅនោះនៅក្រុងប្រកាសជាបានមានប្រាក់ជាច្រើនមិនខានលុះដល់ព្រៃដោយសពមួយដងក្នុងអំឡុងពេលដែលពៀនសុកពួនចាំក៏មានសត្វក្តាន់មួយក្បាលធំស្នែងរបស់វាវិញធំណាស់ចំណែកឯរោមរបស់ក្តាន់នោះវិញមានពន្លឺពណ៌មាសស្អាតដោយភាពងងឹតងងុលនិងទ្រព្យសម្បត្តិសុកបានលើកកាំភ្លើងរបស់គេតម្រង់ទៅរកក្តាន់ស័ក្តិសិទ្ធិដែលមានសញ្ញាផ្កាយបញ្ចេញពន្លឺនៅចន្លោះភ្នែកនោះសំឡេងស្នូរកាំភ្លើងស្រាប់តែពេលនោះមេឃដែលកំពុងស្រឡះបែរជាងងឹតស្លុបនៃបន្ទោលាន់ឮកងកំពងពេញព្រៃសាក់សពក្តាន់នោះស្រាប់តែរលាយបាត់ទៅក្នុងដីហើយជំនួសមកវិញនៅសំឡេងក្រហមដែលធ្វើឲ្យញ័រដល់ផែនដីពួកឯងរំលោភលើសម្បត្តិមនុស្សលោកលន់ជីវិតត្រូវសងដោយជីវិតពេលព្រានសុកឃើញសភាពការមិនស្រួលក៏រត់ត្រឡប់មកភូមិវិញដោយបាត់ដៃទទេហើយទៅដល់ផ្ទះក៏ធ្វើខ្លួនដូចជាមិនមានអ្វីសោះបានកើតឡើងយប់នោះព្រលឹងមេតបជាអ្នកចម្បាំងមានរូបរាងធំកម្ពស់ចុងត្នោតកាន់ដាវភ្លើងបានលេចមុខនៅមាត់ព្រៃបង្ហាញខ្លួនស្រែកទាមទារឲ្យសងជីវិតធ្វើឲ្យអ្នកភូមិដែលបានឃើញភ័យខ្លាចរហូតធ្លាក់ខ្លួនឈឺអ្នកភូមិដទៃទៀតរស់នៅក្នុងភាពភ័យខ្លាចជាខ្លាំងមេភូមិគ្មានជំរឿក៏ដង្ហែគ្រូអាគម្នាក់ពីចម្ងាយមកជួយពួកឯងរំលោភលើសម្បត្តិមនុស្សលោកលន់ជីវិតត្រូវសងដោយជីវិតយើងនឹងឲ្យពួកឯងរស់នៅមិនបានសុខព្រោះពួកឯងហ៊ានបំពានសម្បត្តិជីវិតត្រូវសងដោយជីវិតក្រោយពីលោកមេភូមិបានទៅអញ្ជើញលោកគ្រូធំមកដល់ភូមិអ្នកភូមិទាំងអស់គ្នាបានមកជួបគ្នានៅផ្ទះមេភូមិលោកគ្រូធំអើយសូមជួយពួកយើងផងខ្មោចព្រៃតាមលងបន្លាចអ្នកភូមិជិតងាប់អស់ហើយតើវាខឹងរឿងអ្វីនឹងពួកយើង
កំហឹងមិនមែនកើតឡើងដោយគ្មានហេតុផលនោះទេមានអ្នកណារំលោភពាក្យសម្បត្តិបើមិនដោះស្រាយនឹងគល់ទេគូប្រអាគមខ្លាំងប៉ុណ្ណាក៏មិនអាចឈ្នះអ្នកការពារភ្នំបានដែរយប់15កើតមកដល់ចោលជូបបបោខ្លាំងស្រមោលអ្នកការពារភ្នំកម្ពស់ចុងថ្នោតបានដើរចូលមកដល់កណ្ដាលភូមិនៃរបស់គេបញ្ចេញពន្លឺក្រហមដូចភ្នក់ភ្លើងអ្នកភូមិទាំងអស់គ្នាចូលនៅក្នុងរង្វង់សីមាដែលខ្ញុំគូសហាមចេញទៅក្រៅដាច់ខាតរូអាគមតូតាកុំចង់មករារាំងផ្លូវអញនឹងកំទេចភូមិដែលគ្មានសច្ចៈពីចោលអ្នកការពារភ្នំលើកដៃឡើងស្រាប់តែមានដុំភ្លើងជាច្រើនហោះមករកគ្រូធំលោកតាគ្រូធំសូត្រមន្តយ៉ាងរហ័សរួចបង្កើតបានជាខែលពន្លឺការពារអ្នកមោតាសាកម្លាំងធាតុទាំង4ចូលបង្កើតជាជញ្ជាំងការពារអ្នកមោតាសាកម្លាំងធាតុទាំង4ចូលបង្កើតជាជញ្ជាំងការពារអ្នកមោតាសាកម្លាំងធាតុទាំង4ចូលបង្កើតជាជញ្ជាំងការពារអ្នកមោតាសាកម្លាំងធាតុទាំង4ចូលបង្កើតជាជញ្ជាំងការពារព្រានសុខដោយឃើញថាលោកគ្រូធំមិនអាចទប់ទល់នឹងអ្នកចម្បាំងការពារភ្នំបានយូរក៏ដើរចេញពីរង្វង់សីមាខ្ញុំខុសហើយគឺខ្ញុំជាអ្នកបាញ់សម្លាប់ក្តាន់មានសញ្ញាផ្កាយមាននោះខ្ញុំលោភលន់ចង់បានប្រកាសសូមលោកម្ចាស់សម្លាប់ខ្ញុំចុះតែសូមកុំធ្វើបាបអ្នកភូមិអីបើលោកម្ចាស់មេត្តាមិនសម្លាប់ខ្ញុំសន្យាថាចាប់ពីថ្ងៃនេះតទៅខ្ញុំនឹងលែងបរបាញ់ហើយនឹងដាំដើមឈើថែរក្សាព្រៃនេះឲ្យគង់វង្សរហូតពាក្យសច្ចៈមានតម្លៃជាងជីវិតកាលណាពួកឯងស្គាល់កំហុសនឹងដឹងធនធម្មជាតិកំហឹងរបស់អញក៏រលាយរូបរាងអ្នកចម្បាំងកម្ពស់ចុងថ្នោតស្រាប់តែរលាយបាត់ទៅក្នុងអាកាសបន្សល់ទុកនៅក្លិនការព្រៃក្រអូបព្រោះអ្នកចម្បាំងបានទទួលយកការសុំទោសរបស់ព្រានសុខចាំទុកណាអ្នកភូមិទាំងអស់គ្នាធម្មជាតិផ្ដល់ជីវិតឲ្យយើងបើយើងបំផ្លាញធម្មជាតិក៏មិនខុសពីបំផ្លាញខ្លួនឯងដែរសន្តិភាពពិតប្រាកដកើតចេញពីការដឹងគុណនិងការរស់នៅដោយសុចរិតចាប់ពីថ្ងៃនោះមកអ្នកភូមិថ្នោតទេក៏ត្រឡប់មកមានពណ៌បៃតងឡើងវិញសុខបានក្លាយជាអ្នកការពារព្រៃដ៏សកម្មបំផុតហើយសញ្ញាផ្កាយក៏លែងជាសញ្ញានៃបណ្ដាសាតែជាសញ្ញានៃការចងចាំនៅគុណធម៌ជារៀងរហូតតទៅ